ថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀបនៃការ install Elasticsearch អញ្ចឹងខ្ញុំ install តាម Docker អូខេហើយយើងធ្វើតាម step 1 install Docker មក update Ubuntu អូខេហើយបន្តមកយើង install Docker IO ហើយនិង Docker Compose អូខេបន្ទាប់ពីយើង install ហើយយើងទៅ start Docker ហើយនិង enable វា step ទី2យើងត្រូវបង្កើត Docker file compose file អញ្ចឹងយើងត្រូវបង្កើត directory វាមួយហើយនេះគឺជា container នៅក្នុង Docker Compose អញ្ចឹងទី1គេទី1គឺ Elastic ហើយទី2គឺ Kibana ហើយនេះគឺជា password សម្រាប់ login step ទី3យើងត្រូវ start Compose ហ្នឹងមកវា pullingអូខេបន្ទាប់ពីយើង Docker Compose up ហើយវានឹងបង្កើត Elastic ហើយនិង Kibana យើងអាចចូលទៅ verify Docker PS ដើម្បីដឹងថាវាមានអីមិនមក status វាអូខេអញ្ចឹង step បន្តទៀតយើង verify step បន្តទៀតយើង reset password Elastic Balance របស់វាដោយប្រើ command នេះអញ្ចឹង step បន្តទៀតយើងត្រូវប្រើ command នេះ enter មកហើយវានឹង prompt សួរយើងឲ្យយើង reset password អញ្ចឹងខ្ញុំដាក់ password 116របស់ខ្ញុំនេះ testingអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើហើយយើងចូលទៅបើកKibana មកយើងវាយUbuntu របស់យើង20205101អូខេយើងចឹង access បានហើយគឺ interface របស់ Kibana Elastic នេះយើងចូល default គឺ username Elastic password ខ្ញុំដាក់116អូខេ now យើងចូលទៅដល់ interface របស់ Kibana ហើយចូលទៅមើល index management គឺអត់ទាន់មាន log bit ទេដើម្បីទទួលព័ត៌មានចេញពី event viewer របស់ Windows តើមានទេអូខេអញ្ចឹងដើម្បីមានបានយើងចូលទៅ server Windows server មួយមកអញ្ចឹងខ្ញុំមាន Windows server មួយហើយដើម្បីបានយើងចូលទៅ website Elastic Winlog ចឹងចូលទៅវានឹងredirect link ទៅដើម្បី download zip file នេះប្រភេទជា Windows អញ្ចឹងគេចុច download ទៅហើយនេះគឺជា guideline សិស្សផ្នែកអូខេអញ្ចឹ
ចឹងយើងចូលទៅ Windows Server ម្ដងទៀតហើយយើង download file មកតទៅយើង download file យើងទៅ store នៅក្នុង this PC drive C program file មាន logbit នេះអញ្ចឹងយើងត្រូវ rename វាដាក់ត្រឹមមាន logbit បានហើយចូលទៅ path ហ្នឹងទៅកែ file មាន logbit.yml ចឹងអ្វីយើងត្រូវកែមាន2កន្លែងគីបណ្ណានេះយើងត្រូវឲ្យវា post ទៅ server ដែលយើង configure មិញហើយ output នេះគឺយើងចូលទៅដាក់ elastic ដែរ user password ដែលយើងធ្វើ reset មិញហ្នឹងតមកយើង save file ហ្នឹងហើយបិទវាហើយនឹងចូលទៅ PowerShell ដល់ admin តមកយើងចូលទៅ drive C program file មាន logbit អូខេបន្ទាប់មកយើង test នេះ command នេះយើងកំលេច is okay បន្ទាប់មកយើងទៅ set up environment វាចឹងវានឹងធ្វើការរុញទៅគីបណ្ណាហើយនឹង elastic ហើយនឹង load dashboard ចឹងរងចាំតិចអូខេបន្ទាប់មកយើង install service វាមកអូខេបន្ទាប់ពី install យើង check មើល service ថាវា run នៅគឺ stop ឡើយទេយើង start ទៅវិញមកអូខេ check ម្ដងទៀត service គឺ running អញ្ចឹងយើងចូលទៅ refresh elastic គីបណ្ណាយើងចេញមើល data view គឺមានហើយវា logbit នេះហើយកន្លែង index management data stream ក៏មានដែរអញ្ចឹងយើងចូលទៅ discover អូខេបន្ទាប់ពីយើង discover យើងឃើញថា log នេះគឺវានឹងទៅ receive ចេញពី event viewer យើងអាច filter បានយក hostname ហើយយក message អូខេអញ្ចឹងយើងចង់មើល dashboard យើងចូលទៅ dashboard ហើយចែក win logbit ចុចមកដើម្បីមើល dashboard របស់វាតើវាមានអីខ្លះអូខេនេះគឺជា graph ហើយនេះគឺជា count ហើយនេះគឺជា top event ID ហើយនេះគឺជា event level របស់វាមាន information ទៅហើយនេះគឺជា time stamp ដែលយើងចង់ដាក់វាយើងដាក់15ម៉ោងឬក៏15នាទីតាមអ្វីដែលយើងដាក់អូខេអញ្ចឹងមានប៉ុណ្្នឹងឯងវីដេអូនេះសង្ឃឹមថាវានឹងជួយដល់អ្នកនរក្នុងការ monitor syslog